លុយតែមកឡាក៏អ្នកទាំងអស់គ្នាអាចទិញមាសយកមកកាន់កាប់ឬក៏យកមកទុកសន្សំបានផងដែរហើយបើអ្នកទាំងអស់គ្នាទិញ$10ទុកម្ដងឡើយនេះគឺចំណេញរហូតដល់$42,000ជាងនេះគឺជាវីដេអូភាគ2 part 2ទាក់ទងជាមួយនឹងរបៀបទិញមាសដើម្បីធ្វើការសន្សំមុនទៅមើលវីដេអូដំបូងបើអ្នកទាំងអស់គ្នាអត់ទាន់ធ្វើការ like follow account របស់ខ្ញុំបាទទេជួយ like ហើយនិង follow ម្នាក់មួយផងហើយបើអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍ដល់អ្នកទាំងអស់គ្នាកុំភ្លេចជួយ share ម្នាក់មួយផងបាទអរគុណ Hello បាទសួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំហេងម្ដងទៀតហើយនៅក្នុងវីដេអូនេះគឺទាក់ទងជាមួយនឹងភាគ2របៀបដែលអ្នកទាំងអស់គ្នាអាចធ្វើការទិញមាសដើម្បីយកមកកាន់កាប់ឬក៏អ្នកទាំងអស់គ្នាយកមកធ្វើការសន្សំដោយវីដេអូភាគ1គឺខ្ញុំបាននិយាយទាក់ទងជាមួយនឹង4ប្រភេទទាក់ទងមួយមាសតើនៅពេលអ្នកទាំងអស់គ្នាចង់ទិញមាសអ្នកទាំងអស់គ្នាទិញប្រភេទណាវាមានជាប្រភេទ physical gold មានជាប្រភេទទាក់ទងជាមួយនឹង ETF gold វាមានជាប្រភេទ CFD gold ដូចជាយើងទិញទាក់ទងជាមួយនឹង prime moment យើងភ្នាល់ទៅលើតម្លៃមាសឡើងក៏តម្លៃមាសចុះតែយើងបានទទួលក៏យើងបានកាន់មាសកាន់កាប់នឹងទេហើយមួយចុងក្រោយគឺទាក់ទងជាមួយនឹង tokenized gold ឬក៏ digital gold ចំណែកនៅក្នុងវីដេអូនេះគឺខ្ញុំបាននឹងមកលម្អិតទាក់ទងជាមួយនឹងរបៀបដែលអ្នកគ្នាចូលទៅទិញទាក់ទងជាមួយនឹង tokenized gold ឬក៏ digital gold ដោយបច្ចុប្បន្ននេះគឺអ្នកទាំងអស់គ្នាមិនចាំបាច់ប្រើប្រាស់ទាក់ទងមួយ broker ឬអ្នកទាំងអស់គ្នាអាចប្រើប្រាស់ទាក់ទងជាមួយនឹង Binance ឬក៏ជាប្រភេទ decentralized exchange ដើម្បីអ្នកទាំងអស់គ្នាធ្វើការទិញមាសដើម្បីយកមកកាន់កាប់ឬក៏យកមកសន្សំសម្រាប់នៅក្នុង Binance នេះបើអ្នកទាំងអស់គ្នាចង់ទិញមាសសន្សំជាប្រភេទ DCA ក៏អ្នកទាំងអស់គ្នាទិញជា MCA ក៏អ្នកទាំងអស់គ្នាទិញ spot តែម្ដងវាងាយស្រួលបើអ្នកទាំងអស់គ្នាមានលុយ1ឡា2ឡាក៏អ្នកទាំងអស់គ្នាអាចទិញមាសដើម្បីសន្សំបានដែរអ្នកទាំងអស់គ្នាហើយមាសនៅក្នុង Binance នេះគឺយើងប្រើប្រាស់ទាក់ទងជាមួយនឹង PAGX Gold អ្នកទាំងអស់គ្នាឬក៏ Paxos Gold តោះដំបូងយើងទៅស្វែងយល់លម្អិតបន្ថែមសិនថាតើអ្វីទៅគឺជា PAGX Gold តើអាហ្នឹងវាជាអីគេហើយយើងទិញមកយើងបានទទួលនៅអ្វីបាទអ្នកទាំងអស់គ្នាសម្រាប់ PAGX នេះគឺសំដៅទៅកាន់ Pax Gold ដែលជាប្រភេទ Gold ដែល back ដោយ Digital Asset ឬក៏ Token ដែលអ្នកទាំងអស់គ្នាអាចធ្វើការទិញឬក៏អ្នកទាំងអស់គ្នាអាចធ្វើការលក់វានៅក្នុង Binance ឬក៏នៅក្នុង Crypto Platform ដទៃទៀតវាគឺជាប្រភេទនៃ Tokenized Gold ដែលត្រូវបានគេបង្កើតឡើងឬក៏ build ទៅលើ Ethereum Blockchain ហើយសម្រាប់ Pax Gold ឬក៏ PAGX នេះគឺវាមានតម្លៃ1ស្មើ1អ្នកទាំងអស់គ្នាមួយហ្នឹងគឺ1 Pax ស្មើនឹង1 real physical gold មានន័យថាសម្រាប់ PAGX នេះវាបង្កើតដោយក្រុមហ៊ុន Paxos ហើយក្រុមហ៊ុន Paxos គឺមានមាសដើម្បីធ្វើការ back up ជាប្រភេទ physical ដូចនេះបើអ្នកទាំងអស់គ្នាចង់ទិញ1 pack ឬក៏1 tokenized គឺតម្លៃវាស្មើនឹងមាស1អោនអ្នកទាំងអស់គ្នាហើយតម្លៃមាស1អោនគឺវា track ទៅលើតម្លៃបច្ចុប្បន្នដែលតម្លៃបច្ចុប្បន្នដល់4800ក៏4900គឺ1 pack គឺស្មើមាសតម្លៃប៉ុណ្ណឹងអ្នកទាំងអស់គ្នាដោយសារវា back up ដោយ real physical gold បាទនៅពេលដែលអ្នកទាំងអស់គ្នាទិញមាសហ្នឹងហើយគឺអ្នកទាំងអស់គ្នាបាននៅចំនួនជា token ហ្នឹងយកមកកាន់កាប់ឧទាហរណ៍អ្នកទាំងអស់គ្នាទិញ3 token 4 token 5 token គឺវាគិតជា1អោន2អោន3អោន4អោន5អោនបែបនេះហើយបើសិនមកអ្នកទាំងអស់គ្នាមានលុយ1ឡា2ឡាអាហ្នឹងយើងអាច convert ដើម្បីធ្វើការទិញបានតែវាមានគិតជាមួយតែវា 0.0 យើងបានចំនួនប៉ុណ្ណឹងដើម្បីយកមកកាន់កាប់តោះមកដឹងអំពីរបៀបដែលអ្នកទាំងអស់គ្នាអាចចូលទៅទិញបានគ្នានេះយើងចូលមកការវត្ត if ahead អញ្ចឹងដូចក្បាលវីដេអូអញ្ចឹងបើអ្នកទាំងអស់គ្នាទិញ$10តាំងពីឆ្នាំ2021មកដល់ឆ្នាំ2026នេះគឺលុយ total invest អ្នកទាំងអស់គ្នាគឺ$18260អ្នកទាំងអស់គ្នាបើគិតជាលុយ total value ទាំងអស់គឺអ្នកទាំងអស់គ្នាបាន$42,000ជាងហើយឡើងដល់រហូតដល់131%លុយចំណេញគឺ$23,949នេះបើអ្នកទាំងអស់គ្នាទិញប្រចាំថ្ងៃអ្នកទាំងអស់គ្នាមួយថ្ងៃ$10មួយថ្ងៃ$10អានេះគឺវាល្អសម្រាប់អ្នកទាំងអស់គ្នាដែលជាប្រភេទធ្វើការឬក៏បុគ្គលិកការងារអ្នកទាំងអស់គ្នាអត់សូវមានលុយអ្នកទាំងអស់គ្នាអាចមកវិនិយោគបានតាមប្រភេទនេះបញ្ជាក់អ្នកទាំងអស់គ្នាវីដេអូនេះគ្រាន់តែជាចំណេះដឹងទេណាមិនមែនជាការណែនាំឬក៏ទាក់ទងជាមួយការខំអ្នកទាំងអស់គ្នាមកទិញទេគ្រាន់តែជាចំណេះដឹងហើយអ្នកទាំងអស់គ្នាអាចសិក្សាបន្តិចទៅមានអ្នកទាំងអស់គ្នាតាំងពីឆ្នាំ2021មកដល់ឆ្នាំ2026នេះគឺឡើងរហូតអ្នកទាំងអស់គ្នាគឺឡើងតាំងពីមានសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែនណាអ្នកទាំងអស់គ្នាហើយឡើងនេះត្រាំបង្កើតទាក់ទងជាមួយនឹងពន្ធដារទៅមួយនឹងប្រទេសដទៃទៀតគឺវាធ្វើឲ្យទាក់ទងជាមួយតម្លៃមាសគឺវាឡើងមកលើច្រើនជាងមុនទៀតសម្រាប់របៀបដែលអ្នកទាំងអស់គ្នាអាចធ្វើការទិញមាសអ្នកទាំងអស់គ្នាអាចប្រើប្រាស់ទាក់ទងជាមួយនឹង decentralized exchange អ្នកទាំងអស់គ្នាដូចជា Binance បើអ្នកទាំងអស់គ្នាអត់មាន Binance ទេអ្នកទាំងអស់គ្នាត្រូវតែបង្កើតវាឡើងទេអ្នកទាំងអស់គ្នាអាចបង្កើតនៅក្នុង link ក្នុង comment របស់ខ្ញុំ link អ្នកទាំងអស់គ្នាអាចចូលទៅបង្កើតតែអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលអ្នកទាំងអស់គ្នាមាន account Binance រួចហើយអ្នកទាំងអស់គ្នាធ្វើការទិញវាដើម្បីទិញវាគឺយើងក៏ទិញនៅក្នុង spot ដោយសារតែយើងបានធ្វើការភ្នាល់លបាយទាក់ទងមួយ forex ទាក់ទងជាមួយនឹងការភ្នាល់ទៅលើតម្លៃឡើងតម្លៃចុះទេអានេះគឺយើងទិញដើម្បីបាន access ដើម្បីយកមកកាន់កាប់ទ្រព្យដែលយើងយកមកកាន់កាប់ហ្នឹងវាជាប្រភេទ digital ឬក៏ជាប្រភេទ tokenized gold អ្នកទាំងអស់គ្នាជាប្រភេទកាក់អញ្ចឹងយើងទិញយើងបានកាក់ហ្នឹងយកមកកាន់កាប់ហើយតម្លៃវាឡើងយើងចំណេញតែអ្នកទាំងអស់គ្នាតម្លៃចុះគឺយើងនៅតែចំនួនកាក់យើងមិនដែលតែមានដាច់ខលមាន
មានអីទេអានេះទូត្រាតែមាសហ្នឹងវា$0បាទអ្នកទាំងអស់គ្នាតែ account តម្លៃវាចុះហើយបើសិនមួយឆ្នាំពីរឆ្នាំក៏មួយខែពីរខែវាលើទៀតយើងចំណេញតទៀតអ្នកទាំងអស់គ្នានេះគឺយើងទិញមាសដើម្បីយកមកកាន់កាប់គឺបានប្រយោជន៍បែបហ្នឹងចឹងខ្ញុំចូលកន្លែង trade មកអ្នកទាំងអស់គ្នាចុចកន្លែង sport ហ្នឹងទៅយើងចុចកន្លែង sport ហ្នឹងទៅហើយយើងធ្វើការទិញវាហើយការទិញអ្នកទាំងអស់គ្នាកន្លែង search ត្រង់ខាងលើនេះអ្នកទាំងអស់គ្នាវាយមាសហ្នឹងទៅ PA អានេះគឺទាក់ទងជាមួយនឹងមាសដែរកាលមាសវាជាប្រភេទលក្ខណៈបន្ទាប់មកយើងធ្វើការទិញតើអ្នកទាំងអស់គ្នាទិញតម្លៃប្រហែលអ្នកទាំងអស់គ្នាដាក់លុយប្រហែលទិញគឺយើងធ្វើការទិញនៅក្នុងឧទាហរណ៍អ្នកទាំងអស់គ្នាទិញ$100 $10ក៏អ្នកទាំងអស់គ្នាទិញ$1គឺវាបានចូលចុច0.002 ផេកទៅអ្នកទាំងអស់គ្នាបើថាអ្នកទាំងអស់គ្នាទិញ$1000ក៏$100អ្នកទាំងអស់គ្នាឃើញចំនួនមាសដែលយើងបានគឺបានចំនួនប៉ុណ្ណឹងបាទហើយបើអ្នកទាំងអស់គ្នាចង់ទិញ1ផេកហ្នឹងគឺស្មើអ្នកទាំងអស់គ្នាទិញមាស1អោនហ្នឹងឯងគឺតម្លៃរបស់វាបច្ចុប្បន្នហ្នឹងគឺ$4947អ្នកទាំងអស់គ្នាសារតែប្រហែលថ្ងៃនេះគឺមាសវាឡើងមកលើខ្លាំងមែនទេហើយតម្លៃវាជិតឡើងដល់$5000ហើយបាទប្រើទៅមួយទូរស័ព្ទគឺងាយស្រួលជាងអ្នកទាំងអស់គ្នាប្រើកុំព្យូទ័រតែដំបូងអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាចង់ទិញវាបើអ្នកទាំងអស់គ្នាប្រើទូរស័ព្ទក៏ប្រើកុំព្យូទ័រក៏ដោយគឺអ្នកទាំងអស់គ្នាត្រូវបញ្ចូលលុយក៏ deposit សិនណាអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាអត់ចេះអំពីរបៀបបញ្ចូលលុយទេអ្នកទាំងអស់គ្នាអាចមើលវីដេអូរបស់ខ្ញុំបាទនេះគឺរបៀប deposit លុយពី ABA ក៏ជាពី Wing ក៏ពីធនាគាររបស់យើងគឺចូលទៅកាន់Binanceអ្នកទាំងអស់គ្នាបញ្ចូលលុយសិនហើយបាទអ្នកទាំងអស់គ្នាអាចធ្វើការទិញលក់បានការទិញលក់នៅក្នុងទូរស័ព្ទនេះបើអ្នកទាំងអស់គ្នាប្រើលុយ1រៀល2រៀល3រៀល5រៀលគឺអ្នកទាំងអស់គ្នាដើម្បីទិញមាសបានដើម្បីយកមកទុកគឺអ្នកទាំងអស់គ្នាប្រើទាក់ទងជាមួយនឹង function convert យើងចុចកន្លែងនឹងមកហ្នឹងទៅបន្ទាប់មកយើងចុចកន្លែងពាក្យ convert ហើយខាងលើហ្នឹងគឺយើងយក USDT ទៅហើយខាងក្រោមគឺយើងយកមាស pack gold ហ្នឹងទៅហើយយើងដាក់លុយរបស់ខ្ញុំទិញ$5ខ្ញុំដាក់$5បន្តខ្ញុំចុច convert ទៅខ្ញុំបានចំនួនមាសហ្នឹងគឺចំនួនលុយ$5នៃចំនួនមាសហ្នឹងឯងអ្នកទាំងអស់គ្នានេះបើសិនបើយើងលុយតិចតែលុយអ្នកទាំងអស់គ្នាពី$10ឡើងអ្នកទាំងអស់គ្នាអាចប្រើប្រាស់ទាក់ទងជាមួយនឹង trade តំដអ្នកទាំងអស់គ្នាមិនចាំបាច់ចុចកន្លែង convert ទេអ្នកទាំងអស់គ្នាចុច trade spot ហ្នឹងទៅមកអញ្ចឹងអ្នកទាំងអស់គ្នាចុចអាកដាលហ្នឹងទៅបន្ទាប់មកចុចកន្លែង trade ហើយអ្នកទាំងអស់គ្នា search យកពាក្យថា pack gold ហ្នឹងទៅបន្ទាប់មកគឺយើងធ្វើការ buy ទៅឧទាហរណ៍ថាខ្ញុំ buy $50ក៏$100ចុច$50ទៅតមកទៀតខ្ញុំ market buy អញ្ចឹងនេះគឺជាចំនួនមាសដែលខ្ញុំទទួលបាននៅក្នុង wallet spot របស់ខ្ញុំការទិញប្រភេទនេះគឺវាអត់ទាក់ទងជាមួយនឹងការដាច់ account ការ symbol ឬក៏ការ spay ទេអ្នកនរគ្នា spay ហ្នឹងលុះត្រាតែមាសហ្នឹងគឺវាធ្លាក់មក$0អ្នកនរគ្នាបើអ្នកនរគ្នា spay ហើយបើសិនមាសហ្នឹងវាអត់ធ្លាក់មក$0ទេមាសហ្នឹងវានៅតែបន្តឡើងគឺយើងនៅតែទទួលនៅប្រាក់ចំណេញដូចនេះវីដេអូនេះគឺមានប៉ុណ្ណេះទាក់ទងជាមួយនឹងរបៀបដែលអ្នកទាំងអស់គ្នាធ្វើការទិញមាសហូលអ្នកគ្នាអាចការទិញនេះគឺមានច្រើនប្រភេទណាអ្នកគ្នាអាចទិញតែម្ដងក៏បានអ្នកគ្នាអាចទិញជាប្រភេទ DCA ហ្នឹងឧទាហរណ៍អ្នកគ្នាទិញមួយថ្ងៃ$2មួយថ្ងៃ$3ឬក៏មួយខែ$100មួយខែ$50អ្នកគ្នាអាចបន្តទិញបែបហ្នឹងទៀងទាត់រយៈពេល3-4ឆ្នាំអ្នកគ្នាឃើញប្រាក់ចំណេញហើយបាទមុននឹងចប់អរគុណអ្នកគ្នា Please have a nice day. Bye bye